นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะរិកិរិយានមាសការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិយអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គអិនមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយសមត្ថរតនតយស័កខ្ញុំប្រកាសណាសូមនមស្ការក្រាបថ្វាយបង្គំប្រតនត្រ័យទាំង3ដោយសេចក្តីគោរពសេចក្តីជ្រះថ្លាសពកាលនមស្ការក្រាបថ្វាយបង្គំព្រះធេរានុធេរាគ្រប់ព្រះអង្គចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាថ្ងៃនេះគឺជាថ្ងៃអាទិត្យ600ខែមិញឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី8ខែកុម្ភៈឆ្នាំ2026ជាពេលវេលាដ៏សមគួរដើម្បីបានឱកាសសិក្សារៀនសូត្រនៅក្នុងគម្ពីរបត្រៃពិដកលេខ17មហាសតបដ្ឋានិសូត្រដែលយើងបានសិក្សាមកដល់ធម្មានុបស្សនាសតបដ្ឋានតកតងនឹងសេចក្តីក្នុងព្រះអត្ថកថាដែលលោកសម្ដែងអំពីហេតុនៃការលះបង់នៅឧទចកុក្កចៈហើយនឹងជាប់នឹងសេចក្តីដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីការអប់រំចិត្តនៅក្នុងធម្មានុបស្សនាសតបដ្ឋានដោយការពិចារណាថាកាលបើឧទចកុក្កចៈមាននៅក្នុងសន្តានចិត្តរបស់ខ្លួនក៏ដឹងច្បាស់ឧទចកុក្កចៈនោះមិនទាន់កើតឡើងដោយហេតុណាក៏ដឹងច្បាស់នៅហេតុនោះឧទចកុក្កចៈនោះកើតឡើងហើយបន្តបងនិយាយថាឧទចៈដែលមិនទាន់មានហ្នឹងក៏កើតឡើងដោយហេតុណាក៏ដឹងច្បាស់នៅហេតុនោះឧទចកុក្កចៈដែលកើតឡើងហើយវិនិច្ឆ័យទៅវិញដោយហេតុណាក៏ដឹងច្បាស់នៅហេតុនោះត្រង់សេចក្តីហ្នឹងព្រះអត្ថកថាក៏លោកបានលើកឡើងអំពីហេតុនៃការកើតឡើងឧទចកុក្កចៈដែលយើងបានសិក្សាហើយចឹងនៅក្នុងវេលារាត្រីនេះគឺយើងនឹងសិក្សាចប់តកតងនឹងធម៌ប្រព្រឹត្តទៅដោយការលះបង់នៅឧទចកុក្កចៈញាតិញោមគ្រប់គ្នាក៏គប្បីជ្រាបនៅពាក្យប្រែក៏ដូចជាសេចក្តីអធិប្បាយអ្វីទៅដែលឲ្យឈ្មោះថាឧទចៈអ្វីទៅឈ្មោះថាកុក្កចៈពាក្យថាឧទចៈនេះគឺបានដល់សភាពនៃចិត្តដែលមានសការមិនស្ងប់យើងឲ្យឈ្មោះថារវើរវាយកុក្កចៈនោះគឺបានដល់សេចក្តីក្តៅក្រហាយហើយក៏ប្រព្រឹត្តទៅដោយសេចក្តីមិនស្ងប់អញ្ចឹងលក្ខណៈនៃឧទចៈក្តីកុក្កចៈក្តីនឹងមានសភាពមិនស្ងប់ដូចគ្នាប្រហែលដូច្នោះទៅព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងជានិវរណៈមួយរវាងចេតសិក2ណាបងចេតសិក2នោះព្រះអង្គសម្ដែងជានិវរណៈធម៌មួយជាប្រភេទនៃធម៌មួយក្រុមដែលប្រព្រឹត្តទៅដោយការញ៉ាំងនៅសត្វលោកឬក៏ធ្វើឲ្យសត្វលោកទាំងឡាយហ្នឹងណាมันអាចដើម្បីរួចចាក់បន្ទុកដល់ព្រះនិព្វានក៏ព្រោះតែធម្មជាតិជាគ្រឿងបិទបាំងជាគ្រឿងរារាំងគឺឧទចកកុក្កចៈនេះឯងចឹងថាដើម្បីលះបង់នៅការរវើរវាយសេចក្តីក្តៅក្រហាយនឹងបានតែកុលបុត្រអ្នកកាន់ពុទ្ធសាសនាទាំងឡាយហ្នឹងក៏បីវឹកហាត់យ៉ាងដូចម្ដេចនេះជាស្រ័យមិនថ្មបានបើកញូតណាយើងមើលធម៌សម្រាប់លះឧទចកុក្កចៈនេះមាន6យ៉ាងទី1គឺការស្ដាប់ច្រើនណាពេលដែលស្ដាប់ច្រើននេះយើងកុំឲ្យគិតថាបានដល់ការស្ដាប់ធម៌តែម្យ៉ាងស្ដាប់ធម៌នឹងស្ដាប់ហើយគឺបានដល់ការសិក្សារៀនសូត្រការទន្ទិញការស្វាត់ស្យាយការសាកសួរនិយាយទៅគឺប
ប៉ុន្តែលោកផ្ដោតសំខាន់ហ្នឹងគឺតកតរឿងការស្ដាប់បើយើងនិយាយមួយម៉ាត់ទៀតថាតកតនឹងការរៀនហ្នឹងឯងរៀនដោយការទន្ទិញការស្វាត់ស៊ីរៀនដោយការស្ដាប់អីចឹងទៅពាក្យថាពហុសតៈនេះអ្នកចេះដឹងច្រើននៅក្នុងដីកាលោកពន្យល់ថាតកតងនឹងកាមੰពហុសច្ចៈបរិបច្ចកតេសត្យពេអដ្ឋវុត្តាណាវិជ័យកិច្ឆាបហយតិថាពេរតនតយៈវិជ័យកិច្ឆាមូលិកាសេសៈវិជ័យកិច្ឆាតិកត្វាហៈតៃនេរតនានេះចូលដល់វិជ័យកិច្ឆាណាជាស្រ័យម្ដងទៀតពហុសតស្សៈកន្ធតោអដ្ឋតោចៈសតានិវិចារេនតស្សៈតបគុលវិហេរិណោអដ្ឋវេទាបដិលាហៈសភាវតោវខេបោនហោតៃតិចឹងលោកយល់ពាក្យថាពហុសច្ចៈហ្នឹងគឺហើយនេះបានជាគ្រាន់តែការដាប់ច្រើនហ្នឹងឬក៏ការសិក្សាច្រើនហ្នឹងអាចបន្តបងនៅអតិចៈកុកចៈបានដែរព្រោះធម្មតាកាលណាដែលយើងបានសិក្សារៀនសូត្រច្រើនយើងក៏បានដឹងអំពីធម៌ដែលនាំឲ្យការរវើរវាយនៅអំឲ្យភាសាភាពមិនស្ងប់ចិត្តហ្នឹងកើតឡើងយ៉ាងនេះហើយដល់ទៅពេលការមិនកើតឡើងនៃអតិចៈកុកចៈហ្នឹងត្រូវធ្វើយ៉ាងនេះចឹងទៅចឹងអាស្រ័យការរៀនហ្នឹងការស្ដាប់ហ្នឹងក៏ធ្វើឲ្យបុគ្គលនឹងឯងយកទៅបរិបត្តិលះបង់នៅហេតុណាដែលជាហេតុនាំឲ្យការរវើរវាយហ្នឹងកើតឡើងចំណែកហេតុណាដែលជាហេតុធ្វើឲ្យចិត្តស្ងប់ហ្នឹងក៏ព្យាយាមចឹងក៏អាចបន្តបងនៅអតិចៈកុកចៈនឹងបានដែរបន្តបងនៅអតិចៈកុកចៈបានដែរចុះបើយើងអត់រៀនទេយើងអត់ចេះដឹងទេសួរថាអាចបន្តបងបានទេអាចបន្តបងនៅអាការរវើរវាយនឹងបានទេគឺអត់ទេណាពេលណាដែលការរវើរវាយនឹងឯងកើតឡើងទៅសេចក្តីក្តៅក្រហាយនឹងកើតឡើងទៅបែរជាមិនរាប់ផ្លូវដើម្បីបន្តបងនៅពួកធម៌ទាំងនោះបែរជាទៅចម្រើនធម៌ទៅនោះវិញចម្រើនធម៌ដែលនាំឲ្យរវើរវាយក្តៅក្រហាយនឹងព្រោះតែมันបានស្ដាប់ណាព្រោះมันបានរៀនมันបានស្ដាប់ឬมันបានរៀនឬយើងនិយាយថាព្រោះมันបានចេះដឹងណាมันបានចេះដឹងនៅក្នុងធម៌វិន័យដែលព្រះមេរុភាពព្រះអង្គទ្រង់សម្ដែងយើងមើលសេចក្តីខាងក្រោមលោកក៏បានបញ្ជាក់ដែរថាពិតណាស់ការភិក្ខុសិក្សារៀនសូត្រទាំងបាលីនិងអត្ថកថាណាចឹងរៀននេះមិនមែនរៀនអីណាញាតិញោមពាក្យថារៀនពាក្យថាអ្នកស្ដាប់ច្រើននេះគឺបានដល់អ្នករៀនហ្នឹងរៀននេះរៀនអីរៀនសូត្ររៀនបាលីរៀនអត្ថកថាមិនមែនរៀនវិជ្ជាអីក្រៅពីពុទ្ធសាសនាទេតោះនេះញោមពាក្យថារៀននេះគឺរៀនធម៌រៀនវិន័យរៀនព្រះបាលីរៀនព្រះអត្ថកថារៀនដីកាយរៀនត្រត្រង់ចាំនិកាយ1និកាយ2និកាយ3និកាយទាំងអស់មាន5និកាយទាំងអស់មាន5មានអង្គតរនិកាយទីឃនិកាយមជ្ឈិមនិកាយខុទ្ទកនិកាយសង្យុត្តនិកាយអញ្ចឹងនិកាយ5ហ្នឹងបើអាចត្រត្រង់ទាំង5ក៏ត្រត្រង់ទៅបើមិនអាចទេត្រត្រង់តែ2ឬក៏3ឬក៏4ក៏អាចលះបង់អតិចៈកុកចៈបានដែរឧទាហរណ៍ថាយើងតែង3ដក5ហ្នឹងនិកាយណាមួយឧទាហរណ៍ថាតែងខុទ្ទកនិកាយឬក៏អង្គតរនិកាយអញ្ចឹងការត្រួតត្រងការសិក្សាអង្គតរនិកាយហ្នឹងពធជាច្រើនដែលព្រះអង្គទ្រង់សម្ដែងណាយើងរៀនយើងចេះដឹងនៅក្នុងធម៌ដែលព្រះអង្គសម្ដែងនឹងហើយព្រោះអាស្រ័យការរៀនការដឹងនឹងឯងយើងអត់មានការរវើរវាយព្រោះយើងដឹងហើយក៏យើងយកមកបប្រតិបត្តិទៅនឹងព្រោះអីដែលលះបង់ការរវើរវាយលះបង់កុកចៈព្រោះអីគឺព្រោះតែការសិក្សានឹងឯងអញ្ចឹងការសិក្សានោះមានអត្ថប្រយោជន៍ដូចញាតិញោមពុទ្ធបរិស័ទរៀនអភិធម្មរៀនវិន័យរៀនប្រសូតនេះយើងសាកប្រៀបធៀបសភាពនៃចិត្តរបស់យើងកាលពីយើងតើបានរៀនធម៌ហើយយើងរៀនធម៌តើចិត្តទាំងពីរនេះដែលអត់ទាន់បានរៀនហើយនឹងរៀនហើយនឹងតើណាមួយដែលប្រព្រឹត្តទៅដោយការលះបង់នៅអតិចៈកុកចៈប្រកាសទេថាកាលពីយើងអត់ទាន់បានរៀនហ្នឹងយើងអាចលះបង់អតិចៈកុកចៈបាននោះគឺអត់ទេមែនទេញោមណារវើរវាយផងក្តៅក្រហាយផងទៅតែដល់បានរៀនធម៌រៀន3ដករៀនអត្ថកថារៀនអភិធម្មអីចឹងទៅស្រាប់តែ
chất sẵn đànខ្លួនឯងហ្នឹងស្ងប់ជាងមុនអ្វីដែលធ្លាប់រវើរវាយធ្លាប់តែក្តៅក្រហាយហ្នឹងវាអត់ប្រកបទៀតអញ្ចឹងសួរថាបានមកពីអីញោមបានមកពីណាគឺបានមកពីការសិក្សារៀនសូត្រតើណាបានមកពីការសិក្សារៀនសូត្រចឹងបានប្រថាកថាលោកបញ្យលណាភាពជាអ្នកចេះដឹងច្រើនហ្នឹងហើយទី2ហេតុទី2ហ្នឹងគឺការសាកសួរបងពាក្យថាសាកសួរនេះគឺមានន័យថាយើងសួរអ្នកដែលចេះដឹងព្រះធម៌ព្រះវិន័យណាយើងសាកសួរអ្នកចេះដឹងព្រះធម៌ព្រះវិន័យសួរគឺថាយើងឆ្ងល់អីណាយើងឆ្ងល់ត្រង់សេចក្តីណាមួយយើងទៅយើងសួរទៅដល់ពេលសួរទៅក៏បានចម្លើយដល់បានចម្លើយទៅព្រោះឲ្យយើងរវើរវាយក្តៅក្រហាយទៀតទេញោមឧទាហរណ៍ថាញាតិញោមកាលពីយើងមិនតាន់បានរៀនធម៌អញ្ចឹងទៅយើងចេះតែតោងយករឿងអតីតកាលហ្នឹងយកមកគិតណាហើយដល់ពេលយើងចូលទៅជួបបណ្ឌិតសប្បុរសអញ្ចឹងទៅយើងក៏សាកសួរថាលោកម្ចាស់ឬក៏លោកគ្រូឬក៏នរណាម្នាក់ធ្វើយ៉ាងម៉េចដើម្បីកុំឲ្យចិត្តយើងរវើរវាយអញ្ចឹងលោកអ្នកដែលជាសប្បុរសឬបណ្ឌិតនឹងអ្នកចេះដឹងនឹងក៏លោកប្រាប់ត្រូវធ្វើយ៉ាងនេះត្រូវអប់រំចិត្តយ៉ាងនេះក៏លះបង់នៅការរវើរវាយនឹងឯងបានណាលះបង់សេចក្តីរវើរវាយនឹងបានយើងអត់មានការរវើរវាយនឹងកើតឡើងទៀតទេព្រោះអានិសង្សនៃការបានសាកសួរយើងសាកសួរហើយមិនតែប៉ុណ្្នឹងទេយើងសួរធម៌ផ្សេងទៀតតែបានព្រះថាកថាលោកបញ្ជាក់ថាម៉េចណាព្រោះថាភិក្ខុដែលច្រើនដោយការសាកសួរនេះដែលសួរនៅវត្ថុដែលគួរនិងមិនគួរអ្នកជំនាញព្រមមានភាពជំនាញសន្សំទុកក្នុងវិន័យបញ្ញត្តិអ្នកចូលរកប្រធេរៈអ្នកចូលរកប្រធេរៈអ្នកចាស់ចម្រើនដោយវ័យក្តីខ្សែគប់កល្យាណមិត្តអ្នកទ្រាំទ្រវិន័យដោយព្រះធេរៈសម័យមុនណាញោមដូចជាព្រះឧបល័យអ្នកទ្រាំទ្រវិន័យក៏អាចលះបង់នៅអតិចៈកុបចៈបានដែរអញ្ចឹងការសាកសួរនេះសំខាន់ណាហើយសួរហ្នឹងក៏អត់បានសួរអីដែរគឺសួរតាក់ទងដែលយើងកំពុងតែរវើរវាយហ្នឹងធម៌ដែលយើងកំពុងតែមានហ្នឹងណាសួរទៅដើម្បីបន្ទោបបងតែយើងសួររឿងអីផ្សេងហ្នឹងมันអាចលះបង់បានទេយើងសួររឿងអីមិនតាក់ទងនឹងធម៌ណាហ្នឹងហើយយើងយល់បានទេញោមចឹងបញ្ជាក់ឡើងវិញតាក់ទងនឹងទី1លះបង់ឧទចកកចៈទី1ហ្នឹងគឺជាអ្នកស្ដាប់ច្រើនបល័យថាម៉េចស្ដាប់ច្រើនហ្នឹងគឺពហុសតៈដល់ណាពហុសតៈហ្នឹងប្រែថាអ្នកស្ដាប់ច្រើនហ្នឹងគឺអាត្មាបញ្ជាក់ម្ដងទៀតថាបានដល់អ្នកសិក្សារៀនសូត្រច្រើនអ្នកសិក្សារៀនសូត្រច្រើនដូចញាតិញោមរងថ្ងៃរៀនច្រើនហ្នឹងអាចលះបង់បានហើយឧទចកកចៈហ្នឹងណាសំបានស័យរហូតដល់បានតនសម័យព្រះអង្គអញ្ចឹងទៅក៏អាចចេះដឹងច្រើនព្រោះឧបការៈធ្លាប់សំការសិក្សារៀនសូត្រគម្ពីរអដ្ឋកថាដីកាអីចឹងទៅហើយសិក្សារៀនសូត្រហើយហ្នឹងមិនមែនចាប់ត្រឹមសិក្សារៀនសូត្រហ្នឹងទេគឺត្រូវយកប្រសូតហ្នឹងក្នុងដីកាលោកបញ្ជាក់ថាដែលយើងបានស្ដាប់ច្រើនយើងបានរៀនច្រើនហើយហ្នឹងទាំងបាលីទាំងអត្ថសេចក្តីអធិប្បាយអង្គ9របស់សាសនាមានសតកេយវិយាការណៈជាដើមហ្នឹងក៏លបននោះឯងយកប្រធរដែលខ្លួនបានត្រួតត្រងហ្នឹងដូចយានយមត្រួតត្រងអភិធម្មចិត្តបរិឆេទឬក៏ត្រួតត្រងគាថាណាមួយណាបងយើងយកមកពិចារណានៅគម្ពីរក្បួនច្បាប់ដែលខ្លួនបានរៀនហើយហ្នឹងយកមកពិចារណាព្រះអង្គសម្ដែងគាថាណាមួយយកមកពិចារណាបើថាគ្រាន់តែរៀនហើយតែយើងអត់បានយកមកពិចារណាអត់យកមកគិតពិចារណាទេអាចលះបង់ឧទចកកចៈបានទេយល់ឧទាហរណ៍ថារៀនបៃដករៀនអដ្ឋកថាអញ្ចឹងប៉ុន្តែរៀនគ្រាន់តែដើម្បីល្បីរៀនដើម្បីបានលៀបសការៈអត់បានយកមកពិចារណាយកមកបប្រតិបត្តិទេណាសួរតែអាចលះបង់ការរវើរវាយបានទេគឺអត់បានទេមែនទេហ្នឹងហើយឧទាហរណ៍ដល់ញាតិញោមអញ្ចឹងរៀនធម៌តែញាតិញោមសម្រាប់សាស្ត្រធម្មតាហ្នឹងលួចត្រកគេធម្មតាហ្នឹងអត់បានបប្រតិបត្តិតាមទេទោសៈកើតឡើងក៏បដោយតាមទោសៈអញ្ចឹងទៅអញ្ចឹងសួរថាអាចលះបង់ការរវើរវាយក្តៅក្រហាយនឹងបានអត់គឺអត់ទេអត់បានទេ
ចឹងទោះបីក្នុងទីនេះលោកប្រើពាក្យថាស្ដាប់ច្រើនហ្នឹងស្ដាប់ហើយប៉ុន្តែមានការពិចារណានៅក្នុងហ្នឹងណាលោកពោលថាវិចារេនតាសៈតពៈភុលៈវិហេរិណោអដ្ឋវេទាទីបដិលាភៈសភាវតោវិខេបោអ្នកហោតិណាមានថាកុលបុត្រនឹងឯងជាអ្នករៀនព្រះបាលីរៀនអត្ថកថាអធិប្បាយសូត្រទាំងឡាយមានសតកេយវិយាករណៈជាដើមនោះគម្ពីរក្បួនច្បាប់ដែលខ្លួនចេះដឹងត្រង់នឹងហើយយកមកបប្រតិបត្តិយកមកពិចារណាដោយបញ្ញាណារហូតឲ្យឃើញនៅសភាវៈនឹងឯងប្រកបឡើងចឹងអាការដែលយកមកពិចារណាយកមកបប្រតិបត្តិរហូតឃើញសភាវៈធម៌ទាំងអស់នឹងកើតឡើងហ្នឹងធម៌ទាំងអស់ហ្នឹងវាបដិបត្តិជាមួយនឹងអតិចៈកុកចៈព្រោះហេតុដូច្នោះហើយទៅធ្វើឲ្យអតិចៈកុកចៈហ្នឹងវាអត់កើតឡើងយល់បានទេបើយើងគ្រាន់តែរៀនគ្រាន់តែស្ដាប់តែយើងអត់បប្រតិបត្តិទេគឺมันអាចលះបង់បានទេបងដូចញាតិញោមរស់នៅរាល់ថ្ងៃចឹងញាតិញោមសង្កេតមើលចិត្តយើងណាបងពេលណាដែលយើងកលេសកើតឡើងមានថាពេលហ្នឹងយើងអត់បានបប្រតិបត្តិធម៌ទេជាពិសេសសិលបើថាសិលដាច់អត់មានសិលហើយចិត្តនឹងអត់ស្ងប់ទេចឹងយើងសង្កេតមើលពេលខ្លះដែលចិត្តយើងអត់ស្ងប់ចិត្តតែរវើរវាយចេះគិតច្រើនពិចារណាមើលសិលខ្លួនឯងប្រហែលជាដាច់សិក្ខាបទណាហើយណាឬក៏ធ្លុះធ្លាយសិក្ខាបទណាអញ្ចឹងសមាទានឡើងវិញតើណាសមាទានឡើងវិញទៅចិត្តស្ងប់ពេញណាតែបើយើងអត់រវីរវល់ទេដាច់ក៏ដាច់ទៅចិត្តនឹងគឺអត់ស្ងប់ទេបងអញ្ចឹងក្នុងទីសេចក្តីក្នុងទីនេះគឺដីកាលោកបញ្ជាក់អញ្ចឹងណាក្នុងអត្ថកថាលោកគ្រាន់តែបញ្ជាក់ថាការស្ដាប់ច្រើនហ្នឹងការរៀនសូត្រត្រង់និកាយទាំងឡាយហ្នឹងក៏អាចលះបង់នៅអតិចៈកុកចៈការរវើរួយក្តៅក្រហាយបានបានដីកាលោកបញ្ជាក់ថារៀននៅក្នុងទីនេះគឺមានថារៀនហើយយកមកបប្រតិបត្តិពិចារណារហូតដល់ឃើញសភាវៈធម៌នឹងឯងប្រកបឡើងមិនមែនគ្រាន់តែរៀនទេអញ្ចឹងណាមិនគ្រាន់តែរៀនចេះដឹងត្រង់ទេណាស្ដីហ្នឹងអញ្ចឹងបងលោកបញ្ជាក់ហ្នឹងណាគឺយើងបប្រតិបត្តិទៅតាមកពីណាបើថាអត់បប្រតិបត្តិតាមកពីតាមពុទ្ធដីកាព្រះអង្គទេក៏មិនអាចលះដែររៀនហើយត្រូវបប្រតិបត្តិឲ្យត្រូវតាមកពីនឹងទៀតបានលះបង់នៅសេចក្តីក្តៅក្រហាយលះបង់នៅការរវើរវាយនឹងបានតែយើងចេះដឹងច្រើននោះយើងចេះជួយបើចេះគ្រាបីដូចជាគ្រូពេទ្យដែលបានសិក្សារៀនសូត្រវិជ្ជាពេទ្យច្បាស់លាស់ស្គាល់ថ្នាំណាគួរលេបថ្នាំណាមិនគួរលេបអញ្ចឹងតោះនេះយល់ណាគឺថាយថានរូបបដិការូបវត្តយាចៈកតាកតនុសោចនាងចៈអ្នកហោតិកាមកលបុត្រនោះឯងសិក្សារៀនសូត្រច្រើនហើយក៏ជាបុគ្គលគួរដល់ការបប្រតិបត្តិប្រព្រឹត្តទៅតាមសមគួរព្យាបាលនៅលះបង់ណាលះបង់នៅសេចក្តីក្តៅក្រហាយលះបង់នៅមន្ទិលផ្សេងហ្នឹងកតាកតនុសោចនាងគឺលះបង់នៅសេចក្តីក្តៅក្រហាយព្រោះប្ររពនៅអំពើបាបដែលខ្លួនបានធ្វើហើយណាហើយលះបង់នៅសេចក្តីក្តៅក្រហាយក្នុងកុសលដែលខ្លួនមិនបានធ្វើពេលថាអាសេចក្តីក្តៅក្រហាយដែលកើតឡើងពីការប្ររពនៅកម្មវិអតីតៈដែលខ្លួនខ្ញុំធ្លាប់ធ្វើនេះធ្វើនោះខ្ញុំបានធ្វើហើយនៅសេចក្តីល្អហ្នឹងរមែងមិនកើតឡើងព្រោះការបានត្រួតត្រងព្រោះការបានចេះដឹងក្នុងពុទ្ធដីកាព្រោះការបានចេះដឹងហើយយកមកបប្រតិបត្តិនឹងឯងបងនេះគឺឧបការៈតែយើងរៀនរាល់ថ្ងៃបើយើងត្រឹមតែរៀនយើងអត់ទៅបប្រតិបត្តិទេមានទៅលះបង់អីដោយសេចក្តីសោកចឹងញាតិញោមបានតែរៀនធម៌អញ្ចឹងទៅបានតែម្ដងបើញាតិញោមអត់ចម្រើនមរណានុសតិអត់បប្រតិបត្តិអំពីការមិនទៀងអត់បានវិចារណាអំពីការមិនទៀងទាត់ថិតថេរនៃសង្ខារទាំងឡាយរៀនបានមករៀនទៅដល់ម៉ោងក៏ចូលរៀនទៅដល់ម៉ោងក៏ចេញទៅដល់ម៉ោងក៏ចូលទៅបានអត់បានយកទៅបប្រតិបត្តិថ្ងៃណាមួយជួបនៅការប្រត់ប្រាស់មានទៅលះបង់អាសេចក្តីសោកនេះបានកើតទុកអីទៅរົບយកមកការគាត់នៅរស់គាត់ធ្លាប់ធ្វើសេចក្តីល្អជាមួយខ្ញុំចេះកូនខ្ញុំល្អអញ្ចេះប្តីខ្ញុំល្អអញ្ចេះមិត្តភក្តិខ្ញុំល្អអញ្ចេះមិនគួរណាគាត់ទៅចោលខ្ញុំក៏យំអញ្ចឹងទៅចាសេចក្តីសោកហ្នឹងនឹកឃើញមកនឹងលះបង់មិនបានសេចក្តីសោកសឹកសួរនឹងលះបង់មិនបានហើយយើងរៀនហើយយើងបានស្ដាប់ហើយយើងបានសិក្សាហើយប៉ុន្តែយើងអត់បានយកទៅពិចារណាយើងអត់បានយកទៅបប្រតិបត្តិអញ្ចឹងធម៌នឹងអត់ជួយយកអត់បានទេតោះនេះយើងជួយយកអត់បានទេទី2សាកសួរនេះគឺសាកសួរអីសាកសួរជាប់តកតងនឹងកិច្ចព្រះវិន័យបើថាភិក្ខុសាមណេរអ្នកបួសវិញក៏សាកសួរវិន័យទៅធ្វើយ៉ាងនេះក្របាត់ដែរទេធ្វើនេះ
ធ្វើយ៉ាងនេះត្រូវទោសដែរទេត្រូវទោសអីដើម្បីមិនឲ្យត្រូវទោសនឹងត្រូវធ្វើយ៉ាងម៉េចហ្នឹងហើយពីខអ្នកឆ្លៀសក្នុងវិន័យក៏ប្រាប់ចឹងទៅអញ្ចឹងក៏លោកបដិបត្តិតាមទៅលោកក៏លះបង់នៅសេចក្តីរវើរវាយលះបង់នៅសេចក្តីសង្ស័យហ្នឹងចេញចឹងទៅហើយញាតិញោមតាក់តងរឿងសិលសួរទៅលោកម្ចាស់ខ្ញុំកណារក្សាសិល5ហ្នឹងយ៉ាងនេះធ្វើយ៉ាងនេះខុសអត់ធ្វើយ៉ាងនេះត្រូវអត់រក្សាសិល8ធ្វើយ៉ាងនេះខុសឬក៏មិនខុសរក្សាសិល8ហ្នឹងដាច់សិក្ខាបទហ្នឹងធ្វើយ៉ាងម៉េចមិនដាច់ធ្វើយ៉ាងម៉េចមិនដាច់នឹងគឺបានមកពីការសាកសួរហើយទី3ភាពជំនាញក្នុងវិន័យពីខសាមនេះក៏ជំនាញក្នុងវិន័យចឹងទៅបួសហើយត្រូវរៀនវិន័យបើអត់រៀនវិន័យទេមិនដឹងថាធ្វើអីខុសធ្វើអីត្រូវអញ្ចឹងក្នុងចិត្តសន្តានហ្នឹងប្រម៉ែងក្តៅប្រហាយរវើរវាយនឹងឯងហើយបើញាតិញោមតាំងខ្លួនថាជាអ្នករសាសិលហើយប៉ុន្តែបើញាតិញោមមិនបានសិក្សាឲ្យឆ្លៀសវៃឬក៏ឲ្យដឹងច្បាស់អំពីសិលខ្លួនឯងទេបានឈ្មោះត្រឹមរក្សាប៉ុន្តែការរវើរវាយក្តៅក្រហាយហ្នឹងនៅតែមានតិចខ្ញុំដាច់សិក្ខាបទទៅណោះតិចខ្ញុំដាច់សិលទៅណោះតិចខ្ញុំអត់ដាច់ទៅណោះដាច់ឲ្យដឹងអីចឹងចម្រើនតែអកុសលនឹងឯងធ្វើនេះខុសឬក៏មិនខុសអីចឹងទៅរឿងខ្លះដែលមិនគួរក្តៅក្រហាយប្រោបយកមកក្តៅក្រហាយរឿងខ្លះដែលមិនគួររវើរវាយយកមកធ្វើជាការរវើរវាយព្រោះតែការមិនច្បាស់លាស់នៅក្នុងសិលរបស់ខ្លួនបើយើងនិយាយថាមិនឆ្លៀសនៅក្នុងវិន័យហ្នឹងគឺបានដល់ពាក្យដែលប្រព្រឹត្តទៅដោយការទូលមានកាយនិងវាចាឲ្យឈ្មោះថាវិន័យទី4ហ្នឹងគឺការគប់រកនៅបុគ្គលដែលចម្រើនការគប់រកហ្នឹងគឺការសែបគប់ណាយើងសែបគប់នៅបុគ្គលដែលចម្រើនបុគ្គលដែលដឹកនាំយើងឲ្យបានប្រព្រឹត្តធ្វើនៅអំពើជាប្រយោជន៍ណាមិនបុគ្គលដែលដឹកនាំឲ្យយើងទៅរកសេចក្តីវិនិច្ឆ័យទេញាតិញោមបើយើងសែបគប់បុគ្គលដែលអត់ចម្រើនយើងមិនអាចបន្តបងសេចក្តីសោកបានទេសែបគប់អ្នកចេះដឹងទៅលោកដឹកនាំលោកណែនាំប្រាប់យើងទៅណារឿងណាដែលយើងចេះហើយបានស្ដាប់លោកបានសែបគប់នៅកលបានគប់រកបុគ្គលហ្នឹងក៏ចម្រើនទៅទៀតរឿងណាដែលយើងមិនទាន់ចេះទេបានគប់រកកល្យាណមិត្តបានគប់រកបុគ្គលចម្រើនហ្នឹងហើយក៏ដឹកនាំឲ្យយើងចម្រើនទៅមានបុគ្គលហ្នឹងចម្រើនយ៉ាងណាពេលដែលយើងទៅរកបុគ្គលហ្នឹងក៏យើងចម្រើនយ៉ាងនោះហើយទី5គឺកល្យាណមិត្តនេះគឺបានដល់មិត្តដែលដឹកនាំយើងឲ្យធ្វើនៅកុសលធម៌មិត្តដែលដឹកនាំយើងឲ្យលះបង់នៅបាបអកុសលដូចមុនដែរសេចក្តីហ្នឹងមិនខុសគ្នាទេហើយទី6គឺពេលដែលជួបគ្នាទៅក៏ចរចាតែរឿងដែលជាទីសប្បាយរឿងជាទីសប្បាយហ្នឹងគឺតើតើរឿងណាដែលនិយាយឡើងដើម្បីបន្តបងនៅបន្តបងនៅគេបន្តបងនៅការរវើរវាយនឹងចេញសន្ទនាគ្នាអញ្ចឹងណាសន្ទនាគ្នានិយាយអំពីធម៌វិន័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងប្រទៅដើម្បីបន្តបងនៅការរវើរវាយក្តៅក្រហាយអញ្ចឹងកល្យាណមិត្តហ្នឹងក៏មានឧបការៈដែរបងកល្យាណមិត្តរបស់ញាតិញោមគឺញាតិញោមកុហកគ្នាឯងនៅជាអ្នកចេះដឹងហ្នឹងហើយដែលថារឿងជាទីសប្បាយហ្នឹងគឺតើតែយើងអាស្រ័យឬក៏និយាយចរចាសន្ទនាជាមួយអ្នកចេះធម៌ចេះវិន័យដែរបើយើងទៅនិយាយចរចាជាមួយអ្នកអត់ចេះដឹងទេមិនដឹងថាជាទីសប្បាយហ្នឹងវាអត់កើតទេអត់កើតទេនៅក្នុងដីកាលោកពន្យល់ចាប់តាក់តងរឿងពាក្យថាកល្យាណមិត្តនេះសម្រាប់ភិក្ខុសាមណេរគឺពាក្យថាកល្យាណមិត្តគឺបានដល់ភិក្ខុអ្នកទ្រាំទ្រង់នៅព្រះវិន័យគេហៅថាអីដូចជាថ្ងៃត្រង់អញ្ចឹងបើអត់ឆ្លៀសក្នុងវិន័យទេអាថ្ងៃជ្រេទៅហើយក៏ចេះឆាន់ទៅត្រូវបាត់ទៅបាចិត្តយៈទៅញាតិញោមបោសុតក៏ដាច់សិលអញ្ចឹងទៅអញ្ចឹងក្តៅកាហាយខ្ញុំត្រូវបាត់ឬមិនត្រូវដាច់សិលឬមិនដាច់ទៅសាកសួរទៅលោកអ្នកចេះដឹងវិន័យហ្នឹងក៏ប្រាប់ថាបើថ្ងៃជ្រេហើយយើងបរិភោគវាត្រូវបាត់ដែរទោះបីមិនដឹងក៏ដោយព្រោះវាជាអចិត្តកៈណាអចិត្តកៈហើយមកតោបងសេចក្តីក្តៅក្រហាយបានណាតើតរឿងវិន័យអូមសម័យមានញាតិញោមប្រគេនសាច់ជ្រូកខ្ញុំកណាឆានសាច់ជ្រូកហ្នឹងទៅផ្ទះគាត់ស្រាប់តែលឺសំឡេងជ្រូកយំពេលយប់ណាទៅសម្រាប់មកយប់ទៅបនអីចឹងយប់ឡើងលឺសំឡេងជ្រូកស្រែកដល់ព្រលឹមឡើងឃើញសាច់តែខ្ញុំកណាឆានសាច់ហ្នឹងត្រូវបាត់ដែរឬទេ
នៅតែរឿងសង្ស័យបើអត់បានសួរឲ្យដឹងច្បាស់ទេគឺរវើរវាយហ្នឹងឯង